Today facilitator នៅក្នុងវីដេអូនេះយើងនឹងធ្វើការកែទៅលើចម្លើយ vocabulary homework របស់មេរៀនទី 8 អូខេចំពោះ homework របស់យើងចែកចេញជា2 section នៅក្នុង section A គឺ use the words in the box to write under the right pictures below មានន័យថាឲ្យប្រើពាក្យដែលមាននៅក្នុងប្រអប់មួយនេះដើម្បីទៅសេឲ្យត្រូវនៅខាងក្រោមរូបភាពអូខេអញ្ចឹងរូបភាពទី 1យើងមើលរូបភាពទី 1អ្វីដែលកូនសិស្សត្រូវធ្វើត្រូវដឹងពីទីតាំងនៃសញ្ញាខ្វែង x ក្រហមមួយនេះអញ្ចឹង x ក្រហមមួយនេះគឺនៅខាងក្រោយប្រអប់ពណ៌ខៀវដូច្នេះចម្លើយគឺ behind បន្ទាប់មកទី 2សញ្ញាខ្វែងមួយនេះគឺនៅជិតនឹងប្រអប់ពណ៌ខៀវដូច្នេះចម្លើយគឺ next to រូបទី 3 គឺសញ្ញា x នៅចន្លោះរវាងប្រអប់ខៀវ 2 ដូច្នេះចម្លើយគឺ between ចន្លោះរូបភាពទី 4 សញ្ញាខ្វែង x គឺនៅខាងស្ដាំដៃនៃប្រអប់ពណ៌ខៀវដូច្នេះចម្លើយគឺ on the right រូបភាពទី 5 សញ្ញាខ្វែង x គឺនៅខាងឆ្វេងដៃនៃប្រអប់ពណ៌ខៀវដូច្នេះចម្លើយគឺ on the left ហើយចុងក្រោយគេបង្អស់គឺ opposite ទល់មុខគឺសញ្ញា x ខ្វែងមួយនេះគឺនៅទល់មុខនឹងប្រអប់ពណ៌ខៀវចូលមកដល់ section B នៅក្នុង section B នេះគឺ look at the pictures underline the correct answer for each number below អ្វីដែលកូនសិស្សត្រូវធ្វើគឺគាត់ត្រូវមើលរូបភាពមួយនេះគឺជាផែនទីរូបភាពហើយបន្ទាប់មកកូនសិស្សគាត់ត្រូវអានការសន្ទនាហើយជ្រើសរើសយកចម្លើយមួយដែលត្រឹមត្រូវនៅក្នុងចំណោមលេខនីមួយៗអញ្ចឹងខ្ញុំសូមផ្ដល់ជាចម្លើយជូន facilitator តែម្ដងexcuse me how do I get to the cinema អញ្ចឹងគេសួរថាតើខ្ញុំទៅធ្វើរបៀបណាដើម្បីឲ្យទៅដល់រោងកុន cinema អញ្ចឹងយើងមើលមករូបភាពមួយនេះគេដាក់សញ្ញាគំនូសប្រាប់ពីទីតាំងដើម្បីទៅដល់ cinema រួចហើយអញ្ចឹងគឺយើងចាប់ផ្ដើមពីចំណុចមួយនេះគឺ start here ហើយ cinema ទីតាំងដែលយើងត្រូវទៅគឺនៅកន្លែងនេះអញ្ចឹងចំពោះទី1 first ដំបូងបង្អស់គឺមានចម្លើយ2គឺ go straight ឬក៏ go across អញ្ចឹងគឺទៅត្រង់ឬក៏ឆ្លងកាត់យើងមើលផ្លូវនេះគឺទៅត្រង់អញ្ចឹងចម្លើយគឺ go straight បន្ទាប់ពីទៅត្រង់ហើយយើងមានចម្លើយ2គឺ turn right ហើយនិង turn left បត់ស្ដាំហើយនិងបត់ឆ្វេងបើយើងមើលតាមសញ្ញាទិសដៅដែលគេប្រាប់គឺយើងត្រូវបត់ឆ្វេងគឺ turn left បន្ទាប់មក then right for 2 blocks អញ្ចឹងគេថាឲ្យបើកទៅចំនួន2 block អញ្ចឹងនេះគឺ block 1ហើយមួយនេះគឺ block មួយទៀតអញ្ចឹងមួយ block 2 block អញ្ចឹងនៅពេលដែល2 block ហើយយើងគឺមាន turn right ឬក៏ turn left ទី 3 អញ្ចឹងយើងមើលតាមគំនូសសញ្ញាគឺ turn right បត់ស្ដាំនៅពេលដែលយើង turn right គឺទៅបត់ស្ដាំហើយ try for 3 block គេប្រាប់ថាឲ្យទៅចំនួន3 block ទៀតយើងមើលតាមរូបភាពនេះគឺ block ទី 1 នេះគឺ block ទី 2 ហើយនេះគឺ block ទី 3 ចាដល់ទៅ finally turn left ឬក៏ turn right គឺយើងមានបត់ឆ្វេងឬក៏បត់ស្ដាំបើយើងមើលតាមសញ្ញាដែលគេប្រាប់យើងគឺ turn left ដូច្នេះចម្លើយគឺ turn left បន្ទាប់មក cinema គឺ behind ឬក៏ opposite the castle នៅខាងក្រោយឬក៏ទល់មុខ castle បើយើងមើលតាមរូបភាពគឺ cinema គឺយើងនៅទល់មុខនឹង castle ដោយសារតែយើងមានផ្លូវហើយអគារទាំងពីរហ្នឹងគឺនៅទល់មុខគ្នាដូច្នេះចម្លើយគឺ opposite អូខេដូច្នេះទាំងអស់នេះគឺជាចម្លើយរបស់ homework មេរៀនទី 8 ហើយខ្ញុំសូមបញ្ចប់វីដេអូត្រឹមនេះនិងអរគុណដល់ facilitator